ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណចិនលោកលីវចុងអ៊ីបានសរសើរកម្ពុជាអំពីសមិទ្ធផលនៃការបង្ក្រាបទប់ស្កាត់និងបណ្ដេញជនបរទេសនៅក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជាការលើកឡើងរបស់លោកលីវចុងអ៊ីដូចនេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍នាថ្ងៃទី13ខែមករានេះតាមរយៈជំនួបមួយនេះចិននិងកម្ពុជាបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាបន្តទៀតគួរជ្រាបថាកាលពីពេលថ្មីៗនេះក្រសួងសន្តិសុខសាធារណចិនបានសម្រេចចោទប្រកាន់លោកចិនស៊ីថាជាអ្នករៀបចំបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅអាស៊ីអាគ្នេយ៍និងមានជាប់ពាក់ព័ន្ធនឹងការបើកកាស៊ីណូការក្លែងបន្លំប្រតិបត្តិការខុសច្បាប់និងការលាក់បាំងសកម្មភាពបទឧក្រិដ្ឋផ្សេងទៀតនៅកម្ពុជាលោកចិនស៊ីដែលគេស្គាល់ថាជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន Prince Holding Group ត្រូវបានរដ្ឋាភិបាលកម្ពុជាដកសញ្ជាតិខ្មែរមុននឹងបញ្ជូនលោកទៅកាន់ប្រទេសចិនកាលពីថ្ងៃទី6ខែមករាឆ្នាំ2026បើតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេល10ថ្ងៃនៃដើមឆ្នាំ2026សមត្ថកិច្ចកម្ពុជាបានបង្ក្រាបទីតាំងប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញចំនួន7កន្លែងនៅរាជធានីភ្នំពេញនិងមួយកន្លែងទៀតនៅខេត្តសៀមរាបដោយបានឃាត់ខ្លួនជនបរទេសជិត40នាក់ដោយឡែកក្នុងរយៈពេល6ខែចុងក្រោយនៃឆ្នាំ2025សមត្ថកិច្ចកម្ពុជាបានបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញចំនួន118កន្លែងនិងបានឃាត់ខ្លួនជនសង្ស័យដែលជាជនបរទេសជិត5000នាក់ក្នុងនោះមានជាង4000នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញខណៈមេខ្លោងនិងបកពួកចំនួន168នាក់ត្រូវបានតុលាការខ្មែរកសាងសំណុំរឿងនិងផ្ដន្ទាទោស